បាទជំរាបសួរបងប្អូនស្វាគមន៍ជួបគ្នាម្ដងទៀតក្នុងការរៀនភាសាអង់គ្លេសរបស់យើងថ្ងៃនេះយើងរៀនវេយ្យាករណ៍របស់យើងជាបន្តទៀតហើយមេរៀនរបស់យើងថ្ងៃនេះគឺតាក់ទងជាមួយនឹង present perfect continue ឬក៏បងប្អូនអាចហៅម្យ៉ាងទៀតថា present perfect progressive អូខេហើយបងប្អូនមើលរូបមន្តវាថាតើនៅពេលណាដែលយើងឲ្យឈ្មោះវាថាជា present perfect continue អញ្ចឹងយើងឃើញមានទម្រង់វាគឺ subject បូកជាមួយ have ឬ has បូកជាមួយ been បូកជាមួយនឹង verb ing អូខេ subject plus have has plus been plus verb plus ing អានេះគេឲ្យឈ្មោះថាបច្ចុប្បន្នកាលបរិបូរណ៍កំពុងបន្តហើយសម្រាប់បងប្អូនដែលមិនទាន់ចុច Subscribe សូមជួយ Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំតោះឥឡូវកុំឲ្យខាតពេលយើងចូលទៅមេរៀនរបស់យើងអូខេអញ្ចឹងជាជំហានដំបូងយើងត្រូវស្គាល់ថាអ្វីទៅជា present perfect continuous tense ចាំបងប្អូនគេសួរថា what is the present perfect continuous tense អ្វីជាបច្ចុប្បន្នកាលបរិបូរណ៍កំពុងបន្តតាមពិតយើងឈ្មោះកាលមួយៗយើងមិនបាច់បកជាភាសាខ្មែរក៏បានដែរពេលខ្លះយើងបកទៅវាអត់ត្រូវន័យប៉ុន្តែបងប្អូនទៅយល់ថាកាលហ្នឹងគេប្រើយ៉ាងម៉េចហើយមានរូបមន្តវាយ៉ាងម៉េចហើយនៅពេលណាដែលយើងត្រូវប្រើវាអូខេអញ្ចឹងសំណួរគឺសួរថា what is the present perfect continuous tense បងប្អូនធ្លាប់តែដឹងថាបច្ចុប្បន្នកាលបរិបូរណ៍ធម្មតាប៉ុន្តែដល់បច្ចុប្បន្នកាលបរិបូរណ៍កំពុងបន្តនេះគឺវាលក្ខណៈខុសគ្នាបន្តិចណាឥឡូវយើងមើលគេដាក់ថា the present perfect continuous tense is employed in a sentence to indicate an action that started in the recent past and still continuing in the present អញ្ចឹងគេដាក់ថា present perfect continuous tense មានន័យថាបច្ចុប្បន្នកាលបរិបូរណ៍កំពុងបន្តហ្នឹងគឺត្រូវបានគេប្រើ is employed ហ្នឹងប្រែថាត្រូវបានគេប្រើវាស្មើពាក្យ is used ត្រូវបានគេប្រើ in a sentence នៅក្នុងប្រយោគដើម្បីបង្ហាញឬក៏ដើម្បីបញ្ជាក់ an action សកម្មភាពមួយ that started ដែលបានចាប់ផ្ដើម in the recent past នៅក្នុងអតីតកាលនាពេលថ្មីៗ and is still continuing ហើយនៅតែបន្ត still continuing ប្រែថានៅតែបន្ត in the present បច្ចុប្បន្នមានន័យថាពេលដែលយើងប្រើ present perfect continuous tense នេះបច្ចុប្បន្នកាលបរិបូរណ៍កំពុងបន្តហ្នឹងគឺសម្រាប់សកម្មភាពមួយដែលកើតក្នុងអតីតកាលហើយវានៅតែកំពុងបន្តរហូតដល់បច្ចុប្បន្នមានន័យថាពេលដែលយើងកំពុងនិយាយហ្នឹងវានៅតែកំពុងបន្តមានន័យវាអត់តាន់ចប់ណាឥឡូវបងប្អូនយើងមើល formula and structure of the present perfect continuous tense ចឹង formula នឹងប្រែថារូបមន្តហើយនឹងរចនាសម្ព័ន្ធ structure នឹងរចនាសម្ព័ន្ធនៃបច្ចុប្បន្នកាលបរិបូរណ៍កំពុងបន្តឬក៏ present perfect continuous tense អញ្ចឹងវាត្រូវមានរូប formula វាត្រូវមានរូបមន្តនិងត្រូវមាន structure ត្រូវមានរចនាសម្ព័ន្ធ The present perfect continuous tense can be formed by following the formula given below បច្ចុប្បន្នកាលបរិបូរណ៍អាចបង្កើតទម្រង់ដោយរូបមន្តដែលត្រូវបានផ្ដល់ឲ្យជាបន្តបន្ទាប់ដូចខាងក្រោមអញ្ចឹងយើងមើលនេះទី1រូបមន្តវាត្រូវមាន subject នេះគឺមានប្រធានណាបូកជាមួយ have has បូកជាមួយ have ឬ has នឹងមិនមែនបូកម្ដងទាំងពីរទេណាពេលប្រើ subject I V U D ប្រើជាមួយ have he she it ឬក៏ third person singular subject បរិបទទី3វចនៈដែលជាប្រធានប្រើមួយ has ហើយបន្តមកបងប្អូនត្រូវមាន been នឹងមានន័យថាជាកិរិយាសព្ទខ្ទង់ទី3របស់ to be បន្តមកគឺយើងមាន present participle មានន័យថា verb បូក ing នេះគេដាក់ក្នុងមុខកញ្ចក់នេះ verb បូក ing នេះឈ្មោះថា present participle the rest of the sentence មានន័យថាផ្នែកផ្សេងទៀតនៃប្រយោគបងប្អូនរូបមន្តដូចខ្លីបងប្អូនមើលនេះ subject បូកជាមួយ have has បូក been បូក verb ing បូកចុចណា bla 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 ស្អីផ្សេងទៀតដែលបងប្អូននិយមមកនិយាយអញ្ចឹងត្រូវចាំរូបមន្តវារូបមន្តរបស់វាគឺ formula វាត្រូវមាន subject តមកបូក have ឬ has បូកជាមួយ been អូខេបងប្អូនធ្លាប់ដឹងពីមុនមកកាលណាយើងប្រើ present perfect យើងប្រើ have has បូកជាមួយកិរិយាសព្ទខ្ទង់ទី3
ដល់ពេលនេះគឺ perfect ដែរប៉ុន្តែវាបន្ថែមពាក្យមួយទៀតថា continue អញ្ចឹងឲ្យតែពាក្យ continue ត្រូវតែមាន to be បូក ing អូខេអញ្ចឹងរូបមន្តវាប៉ុណ្ណឹងបងប្អូនទៅចាំ structure of the present perfect continuous tense មានន័យថារចនាសម្ព័ន្ធនៃ present perfect continuous tense ហ្នឹងគឺវាមានរចនាសម្ព័ន្ធវាអីខ្លះតោះ positive ប្រយោគស្របឥឡូវទី1បងប្អូនទៅមើលប្រយោគស្របសិន Have has plus been plus verb plus ing plus the rest of the sentence អញ្ចឹងគឺយើងមាន have បូកជាមួយមាន subject បូកជាមួយ have ឬ has បូកជាមួយ been បូកមួយគេស័ព្ទបូក ing បូកផ្សេងទៀតនៃប្រយោគ examples ឧទាហរណ៍លើបងប្អូនយើងមើលឧទាហរណ៍ទៅដើម្បីយល់ I have been working on this project for a week ខ្ញុំបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេលមួយសប្តាហ៍អញ្ចឹងពាក្យ project មានន័យគម្រោង for អស់រយៈពេល a week មួយសប្តាហ៍ហើយបងប្អូនមើលពាក្យ work នេះធ្វើការដល់ពេលយើងមាន to be បូកជាមួយ verb ing ហ្នឹងមានន័យកំពុងធ្វើការអូខេប៉ុន្តែនៅក្នុងហ្នឹងគឺជា present perfect continuous tense បច្ចុប្បន្នកាលបរិបូរណ៍ហើយវាកំពុងបន្តទៀតអញ្ចឹងបើសិនជាបងប្អូនកលេចមើលឃើញមាន I have been នេះគឺ present perfect ហើយអញ្ចឹងបើកលេចមើល to be been នេះជា verb to be គ្រាន់តែវាក្នុងទី3បូកជាមួយ verb ing ហ្នឹងគេថា continue អញ្ចឹងតើកាលទាំងពីរនេះចូលគ្នា subject បូកជាមួយ have បូកជាមួយ verb កន្លងទី3កន្លងអញ្ចឹងបើសិនជាបងប្អូនកលេចមើលនេះ I have has been working ហ្នឹងគឺយើងបានការមួយទៀតគេហៅថា present perfect continuous tense ខ្ញុំបាននឹងកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេលមួយសប្តាហ៍មានន័យថាការដែលខ្ញុំធ្វើការនៅលើគម្រោងហ្នឹងគឺមានន័យមិនត្រឹមធ្វើថ្ងៃហ្នឹងទេខ្ញុំធ្វើតាំងពីមុននោះប៉ុន្តែវាអត់ទាន់ចប់ណាមានន័យថាវាកំពុងតែបន្តដល់ពេលឥឡូវហ្នឹងណាដល់ពេលឥឡូវហ្នឹងហើយបើយើងប្រើ present perfect continuous tense អញ្ចឹងគឺមានន័យថាវាអាចទៅមុខទៀតវាអាចបន្តទៅមុខទៀតមានន័យថាឥឡូវហ្នឹងវាអត់ទាន់ចប់អូខេ I have been working ខ្ញុំបានកំពុងធ្វើការ on this project នៅលើគម្រោងនេះ for a week រយៈពេលមួយសប្តាហ៍ You have been staying here for 2 months អ្នកបាននឹងកំពុងស្នាក់នៅទីនេះអស់រយៈពេល2ខែអញ្ចឹង you ជា subject ពាក្យ have been staying here ស្នាក់នៅទីនេះ for 2 months អស់រយៈពេល2ខែមានន័យថាការស្នាក់នៅរបស់គាត់ហ្នឹងរបស់អ្នកហ្នឹងគឺមានន័យថាអត់ទាន់ឈប់ទេស្នាក់តាំងពីមុនឥឡូវហ្នឹងក៏កំពុងតែស្នាក់នៅដដែលណាបងប្អូនអញ្ចឹងយើងមានរូបមន្ត you នេះជា subject ជាប្រធានបូក have ហើយបូក been បូក verb ing ហ្នឹងមានន័យថាអ្នកបាននឹងកំពុងមានន័យថាអត់ទាន់ចប់មានន័យកើតមានន័យស្នាក់នៅតាំងពីមុនឥឡូវហ្នឹងនៅតែស្នាក់នៅហើយនឹងបន្តទៅមុខទៀតអូខេអ្នកបាននឹងកំពុងស្នាក់នៅទីនេះអស់រយៈពេល2ខែ He has been living in Phnom Penh since 2024 គាត់បាននឹងកំពុងរស់នៅក្នុងទីក្រុងភ្នំពេញតាំងតែពីឆ្នាំ2024អញ្ចឹងពាក្យ He has been living មានន័យគាត់បាននឹងកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ since តាំងពី2024អញ្ចឹង He has been living in Phnom Penh since 2024គាត់បានកំពុងរស់នៅក្នុងទីក្រុងភ្នំពេញតាំងតែពីឆ្នាំ2024អញ្ចឹង he កាលណាប្រធានវា he she it ឬក៏ third person singular បរិបទវចនៈអញ្ចឹងគឺយើងត្រូវប្រើជាមួយ has ណាបងប្អូន has he has been living in Phnom Penh he has been living in Phnom Penh since 2024គាត់បាននឹងកំពុងរស់នៅក្នុងទីក្រុងភ្នំពេញតាំងតែពីឆ្នាំ2024អញ្ចឹងពេល since តាំងពីណាបងប្អូនទៅចាំថាយើងប្រើពាក្យ for ហើយនឹងពាក្យ since នេះនៅជាមួយនឹងប្រយោគ present perfect ដើម្បីបញ្ជាក់ពីពេលវេលាកាលណាយើងប្រើ for គឺយើងប្រើពី duration ឬក៏ period អំឡុងពេលរយៈពេលនៃការធ្វើមួយហើយដែលយើងប្រើ since it is starting point គឺជាចំណុចចាប់ផ្ដើមនៅពេលណាណា She has been working in the bank នាងបាននឹងកំពុងធ្វើការនៅក្នុងធនាគារមានន័យថាធ្វើតាំងពីមុនមកឥឡូវក៏នៅតែកំពុងធ្វើការដដែលមានន័យអត់ទាន់ឈប់ទេ
សកម្មភាពឬក៏ការធ្វើការរបស់នាងគឺកំពុងតែបន្តដដែលណា She has been working in the bank អញ្ចឹង C នេះប្រធានកាលណាប្រធាន C វាជា third person singular ប្រតិបត្តិវិជ្ជាយើងប្រើមួយ has She has been working in the bank នាងបានកំពុងធ្វើការនៅក្នុងធនាគារ They has been playing the piano They has been playing the piano ពួកគេបាននឹងកំពុងលេង piano អូខេអញ្ចឹង they ពួកគេយើងប្រើជាមួយ have បរិបទទី3 plural third person plural subject មានន័យថាប្រធានវាជាបរិបទទី3ប៉ុន្តែវាពហុវចនៈយើងប្រើជាមួយ have been playing they has been playing ពួកគេបាននឹងកំពុងលេង the piano លេង piano អូខេ they has been playing the piano ពួកគេបាននឹងកំពុងលេង piano អូខេមានន័យថាពួកគេលេង piano ហ្នឹងគឺលេងតាំងពីមុនរហូតដល់ឥឡូវក៏នៅតែកំពុងលេងហើយនឹងអាចទៅខាងមុខទៀតណាសកម្មភាពហ្នឹងវាអត់ទាន់ចប់អូខេឥឡូវបងប្អូនយើងជួយដល់ negative sentence ប្រយោគបដិសេធម្ដងបដិសេធឲ្យស្របនោះគឺប្រយោគវា formula structure វាដូចគ្នាទេគ្រាន់តែយើងបន្ថែមពាក្យ not នៅខាងក្រោយ how has បងប្អូនដឹងស្រាប់ហើយដើម្បីបង្កើតប្រយោគបដិសេធគឺប្រើពាក្យ not នេះដាក់នៅខាងក្រោយ verb ណាអូខេអញ្ចឹង subject បូកជាមួយ how has និងប្រធានបូកជាមួយ how has នេះហើយបន្តមកបូកជាមួយ not មកបូកជាមួយ been ដដែលបូកមួយ verb ing ដដែលអូខេ plus rest of the sentence plus rest of the sentence មានន័យថាបូកផ្នែកដែលនៅសេសសល់ទៀតនៃប្រយោគ has not បើសិនជាបងប្អូនចង់សរសេរទម្រង់កាត់ទៅជា haven't has not short form របស់វាគឺ hasn't អូខេអញ្ចឹង have not haven't has not hasn't I have not been working on this project for a week ណាខ្ញុំមិនបានកំពុងធ្វើការអូខេអញ្ចឹងដោយសារវាមានពាក្យ not វាមានពាក្យ not អញ្ចឹងគឺវាយើងបន្ថែមពាក្យមិនអូខេខ្ញុំមិនបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ហើយអូខេអញ្ចឹងបើសិនជាបងប្អូនចង់បង្កើតប្រយោគបដិសេធរបស់ present perfect continuous tense បងប្អូនគ្រាន់តែដាក់ពាក្យ not នៅខាងក្រោយ have មកណាអូខេខ្ញុំមិនបានកំពុងធ្វើការលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ហើយ you haven't មកពី have not គេសេជា short form ទម្រង់ខ្លី you haven't been working on this project for a week អ្នកមិនបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ហើយអូខេអញ្ចឹងពី haven't ហ្នឹងមិនណាអ្នកមិនបានកំពុងធ្វើការឬក៏បងប្អូនប្រែអ្នកមិនកំពុងធ្វើការ on the project នៅលើគម្រោងនេះ for a week អស់រយៈពេល1សប្តាហ៍ He has not been working on this project for a week គាត់មិនកំពុងធ្វើការគាត់មិនកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍អូខេ She hasn't been working on this project for a week នាងមិនបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ហើយអូខេឧទាហរណ៍ដូចតែគ្នាទេគ្រាន់តែគេចង់ប្រាប់យើងថា you អញ្ចឹងយើងប្រើ haven't មក he she it ប្រើមួយ hasn't អញ្ចឹងទៅណា They have not been working on this project for a week ពួកគេមិនបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ហើយអូខេជាសរុបមកសេចក្តីមកបើសិនជាបងប្អូនចង់បង្កើត present perfect continuous tense នៅក្នុងទម្រង់ negative បងប្អូនគ្រាន់តែបន្ថែមពាក្យ not មកណាវាអត់មានអីពិបាកទេតោះឥឡូវយើងទៅមុខទៀតមកអូខេឥឡូវបងប្អូនយើងជួបដល់ចំណុចមួយទៀត interrogative មានន័យថាសំណួរប្រយោគសំណួរតែខ្ញុំនិយាយថាសំណួរអញ្ចឹងមកមានន័យថាប្រយោគសំណួរដើម្បីបង្កើតប្រយោគសំណួរបងប្អូនលើក have ឬ has ហ្នឹងគឺដាក់ខាងមុខ subject អូខេអញ្ចឹងវាคล้ายទៅជាប្រយោគសំណួរហើយយើងត្រូវរក្សាទុក subject been verb ing ឬគេហៅថា present participle ដដែលណាបងប្អូនហើយយើងដាក់សញ្ញា question mark សញ្ញាសួរនេះ examples ឧទាហរណ៍ Have I been working on this project for a week
ok អញ្ចឹងការណាប់យកសំណួរក្នុងភាសាខ្មែរយើងបន្ថែមពាក្យតើខ្ញុំបាននឹងកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ឬអូខេវាអត់មានន័យពិបាកទេគ្រាន់តែគេលើក have has នេះដាក់នៅខាងមុខ subject ម្ដងណា Have you been working on this project for a week តើអ្នកបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ឬអូខេ Has he been working on this project for a week តើគាត់បានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ឬអូខេអញ្ចឹង he she it យើងប្រើមួយ has មកអូខេអត់មានន័យពិបាកទេណាយើងគ្រាន់លើក have ដាក់មុខ subject ចឹងទៅវាទៅជាពាក្យសំណួរ Has he been working on this project for a week តើនាងបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ឬអញ្ចឹងយើងលើក has ខ្ញុំដាក់មុខ sentence មក Have they been working on this project for a week តើពួកគេបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ឬអញ្ចឹងយើងប្រើពាក្យ have ដាក់លើក have ខាងមុខប្រយោគមកណាអូខេអញ្ចឹងសរុបមកដើម្បីបង្កើតប្រយោគសំណួរនៅក្នុង present perfect continuous tense យើងត្រូវលើក have has ដាក់ខាងមុខ subject ខាងមុខប្រធានអូខេអត់មានពិបាកទេតើឥឡូវយើងទៅមុខទៀត negative interrogative ប្រយោគបដិសេធសំណួរវាបដិសេធហើយគឺសំណួរទៀតគឺវាពីរជាន់ណាអូខេអញ្ចឹងមករូបមន្តរបស់វាគឺអូខេឥឡូវបងប្អូនយើងមើលរូបមន្តរបស់វាគឺ have has បូក subject បូកជាមួយ not been បូក verb ing ហើយសញ្ញាសួរមកអូខេអញ្ចឹងដើម្បីបង្កើតប្រយោគសំណួរគឺវាដូចតែគ្នាទេយើងត្រូវលើក have has ហ្នឹងដាក់ខាងមុខ subject នេះ subject as ហ្នឹងគឺ subject ប៉ុន្តែដោយសារប្រយោគហ្នឹងគឺវាមានឈ្មោះថា negative អញ្ចឹងគឺវាមានពាក្យ not មួយទៀតហើយបូក been បូកជាមួយនឹង verb plus ជាមួយ ing plus the rest of the sentence បូកជាមួយផ្នែកផ្សេងៗទៀតនៃប្រយោគហើយយើងដាក់សញ្ញាសួរទៅណាហើយនៅក្នុង short form ក្នុងទម្រង់ខ្លីបងប្អូនអាចយក not ហ្នឹងមកបូកជាមួយនឹង have has ឲ្យហើយទៅអញ្ចឹងទៅជា haven't ឬក៏ hasn't បន្ទាប់មកយើងបូកជាមួយនឹង subject បូក been បូក verb ing plus the rest of the sentence បូកផ្នែកផ្សេងៗនៃប្រយោគដោយសារតែយើងយកពាក្យ not នេះយើងយកទៅដាក់មួយ haven't ឬក៏យើងទៅដាក់មួយ hasn't រួចហើយអញ្ចឹងវាលែងមាន not នៅកន្លែងនេះទៀតហើយអញ្ចឹងបងប្អូនអាចប្រើទម្រង់ពីរហ្នឹងអូខេមានន័យថាវាបដិសេធឲ្យសំណួរអាហ្នឹងវាកើតចេញពីប្រយោគបដិសេធហើយបន្ទាប់មកគេលើក have has ដាក់ខាងមុខវាคล้ายទៅជាប្រយោគសំណួរអញ្ចឹងមានន័យថាសំណួរបដិសេធ negative interrogative ឥឡូវយើងមើលឧទាហរណ៍ឆាប់យល់ណា examples ឧទាហរណ៍ Haven't I been working on this project for a week តើខ្ញុំមិនបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ឬឃើញទេកាលណាមានពាក្យ not មកគឺមិនយើងត្រូវតែមានពាក្យមិនក្នុងភាសាខ្មែរព្រោះវាបដិសេធតើខ្ញុំមិនបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ឬ Haven't I been working on this project for a week តើខ្ញុំមិនបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ឬ Haven't you been working on this project for a week តើអ្នកមិនបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ឬអូខេអញ្ចឹងគឺយើងមានពាក្យមិនណា Hasn't he been working on this project for a week តើគាត់មិនបានកំពុងធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ឬអូខេដូចតែគ្នាទាំងអស់ហ្នឹងណាគ្រាន់ថាយើងចេះ form ចេះទម្រង់របស់វាមកណាអូខេ Hasn't he been working on this project for a week តើនាង Hasn't she been working on this project for a week តើនាងមិនបានធ្វើការនៅលើគម្រោងនេះអស់រយៈពេល1សប្តាហ៍ឬអញ្ចឹងសរុបមកដើម្បីបង្កើតប្រយោគសំណួរឲ្យបដិសេធអញ្ចឹងគឺយើងត្រូវលើក have has ដាក់មុខហើយយើងបន្ថែមពាក្យ not យើងសរសេរទម្រង់កាត់ have not ឬក៏ has not ហ្នឹងទៅជា haven't ឬក៏ hasn't អញ្ចឹងមកណាអូខេភាគច្រើនគេសរសេរជា short form ទម្រង់ខ្លីគេមិនសូវជាសរសេរទម្រង់វែងទេអូខេដើម្បីឲ្យវាងាយស្រួលក្នុងការអានឬក៏ការសរសេរកុំឲ្យវាពិបាកកុំឲ្យវាវែងហើយបងប្អូនចង់សរសេរទម្រង់វែងចេះក៏បានដែរអត់ទាស់អីទេអូខេឥឡូវបងប្អូនយើងជួយដល់ចំណុចមួយទៀតគេថា points to remember when using present perfect continuous tense
point ហ្នឹងគឺមានន័យថាចំណុចណា point ចំណុចត្រូវចងចាំអូខេចំណុចដែលត្រូវចងចាំនៅពេលដែលកំពុងប្រើប្រាស់បច្ចុប្បន្នកាលបរិបូរកំពុងបន្តអញ្ចឹងនៅពេលដែលយើងប្រើប្រាស់បច្ចុប្បន្នកាលបរិបូរកំពុងបន្តហ្នឹងគឺយើងត្រូវចាំចំណុចអីខ្លះអញ្ចឹងបច្ចុប្បន្នកាលបរិបូរកំពុងបន្តហ្នឹងអាចត្រូវបានគេប្រើសម្រាប់ head poll ដូចខាងក្រោមអញ្ចឹង the following ប្រែថាដូចខាងក្រោមអ្វីដែលគេនឹងរៀបរាប់ជាបន្តបន្ទាប់ហ្នឹង following ឯង reason ហ្នឹង head poll ដូចខាងក្រោម it can be used to represent the progress of an unfinished action that started in the past until now អញ្ចឹង it can be used វាអាចត្រូវបានគេប្រើ to represent ដើម្បីពណ៌នារៀបរាប់ represent ណាឬក៏យើងអាចប្រែថាដើម្បីជំនួសឲ្យពី represent ហ្នឹងប្រែតំណាងឲ្យជំនួសឲ្យ the progress នេះមានន័យថាដំណើរការដែលកំពុងតែកើតមាន of an unfinished action នៃសកម្មភាពដែលមិនទាន់ចប់ unfinished action សកម្មភាពដែលមិនទាន់ចប់ that started ដែលបានចាប់ផ្ដើម in the past ក្នុងអតីតកាល until now រហូតដល់ឥឡូវហ្នឹងមានន័យថានៅពេលដែលបងប្អូនប្រើ present perfect continuous tense អញ្ចឹងត្រូវចាំថាសកម្មភាពហ្នឹងវាកំពុងតែដំណើរការនេះ progress ហ្នឹង unfinished action ហើយសកម្មភាពហ្នឹងគឺវាអត់ទាន់ចប់ហើយវាចាប់ផ្ដើមនៅអតីតហើយវាតដល់ឥឡូវហ្នឹងវាអាចទៅមុខទៀតណាប៉ុន្តែគេមិនសរសេរព្រោះរឿងទៅមុខវាមើលអត់ឃើញ it can be used to depict a finished action that started in the past and just stopped recently វាអាចត្រូវបានគេប្រើណាវាអាចត្រូវបានគេប្រើនេះដើម្បីពណ៌នារៀបរាប់អូខេ depict មានន័យថាពណ៌នារៀបរាប់ឬក៏បង្ហាញ a finished action សកម្មភាពដែលបានចប់ហើយ that started ដែលបានចាប់ផ្ដើម in the past នៅអតីតកាល and just stop recently ហើយទើបតែនឹងឈប់ពេលថ្មីហ្នឹងអញ្ចឹងយើងក៏អាចប្រើ present perfect ហ្នឹងសម្រាប់ present perfect continuous ហ្នឹងសម្រាប់សកម្មភាពដែលចាប់នៅអតីតដែលកើតនៅអតីតហើយទៅបញ្ចប់ថ្មីបានដែរមានន័យចប់ក្តៅណាចប់ក្តៅអញ្ចឹងហើយបានថាពេលខ្លះ present perfect ហើយនឹង present perfect continuous tense គេអាចប្រើជំនួសគ្នាបានដូចនៅចំណុចទី2នេះគឺអាចប្រើជំនួសគ្នាបាននៅក្នុងការប្រើប្រាស់របស់ present perfect ធម្មតាក៏មានចំណុចនឹងដែរហើយបងប្អូនឆ្ងល់ថាអញ្ចឹងពេលណាយើងប្រើ present perfect continuous ពេលណាប្រើ present perfect ធម្មតាកន្លែងហ្នឹងគឺវាធ្វើឲ្យយើងនឹងពិបាកគិតប៉ុន្តែពេលខ្លះគេអាចប្រើជំនួសគ្នាបានប៉ុន្តែបងប្អូនត្រូវចាំថាបើកាលណាយើងប្រើ present perfect continuous tense យើងប្រើចំណុចទី1នេះវាអត់ទាន់ចប់សកម្មភាពដែលអត់ទាន់ចប់ហើយកំពុងកើតឡើងហើយវាចាប់ផ្ដើមនៅអតីតកាលអញ្ចឹងយើងប្រើ present perfect continuous tense ទៅហើយបើពេលណាវាចប់ហើយអញ្ចឹងដូចចំណុចទី2ចេះយើងគួរតែប្រើ present perfect ធម្មតាទៅណាអូខេយើងកុំគិតខ្វល់ច្រើនយើងញែកវាដាច់ដោយខ្លួនឯងទៅពេលណាសកម្មភាពដែលកើតនៅអតីតអត់ទាន់ចប់តដល់ឥឡូវហ្នឹងគឺយើងប្រើ present perfect នេះដូចចំណុចទី1ខាងលើនេះ present perfect continuous tense ហើយកាលណាវាចប់វាកើតនៅអតីតកាលហើយវាចប់ពេលថ្មីហ្នឹងយើងប្រើ present perfect ធម្មតាទៅបើបងប្អូនចង់ប្រើ perfect continuous ក៏វាមិនខុសដែរអូខេហ្នឹងបងប្អូនទៅចាំចំណុចហ្នឹងហើយចំណុចដូចតែគ្នាទេចំណុចទី3នេះ it can be used to denote a temporary or habitual action that started in the past and continue in the present អានេះដូចតែចំណុចទី1ដែរណាវាអាចត្រូវបានគេប្រើដើម្បីបង្ហាញ denote ហ្នឹង depict ហើយ represent ហ្នឹងមានន័យដូចតែគ្នាហ្នឹងមានន័យថាជំនួសឲ្យបង្ហាញពណ៌នារៀបរាប់ពីអីមួយចឹងណានេះអញ្ចឹងយើងអាចត្រូវបានគេប្រើដើម្បីរៀបរាប់ពីគេថា temporary ហ្នឹងភាពបណ្ដោះអាសន្ន or habitual action ឬក៏សកម្មភាពជាទម្លាប់មានន័យសកម្មភាពដែលជាទម្លាប់នឹងកើតមានឡើងជាបណ្ដោះអាសន្នដែល started in the past ដែលចាប់ផ្ដើមក្នុងអតីតកាល and continue ហើយបន្ត in the present ក្នុងពេលបច្ចុប្បន្នកាលអានេះគឺវាដូចតែចំណុចទី1ទេណាអូខេអញ្ចឹងសរុបមកបើសិនជាបងប្អូនចង់ប្រើ present perfect continuous tense បងប្អូនប្រើក្នុងលក្ខណៈតាមចំណុចទី1ឬក៏ទី3នេះទៅណា
សកម្មភាពដែលកើតមានឡើងក្នុងអតីតតដល់បច្ចុប្បន្នហើយវាកំពុងតែបន្តឥឡូវហ្នឹងវាអត់ទាន់ចប់ហើយវាអាចនឹងបន្តទៅមុខទៀតបងប្អូនគិតប៉ុណ្ណឹងណាអូខេយើងប្រើ present perfect continuous tense ទៅហើយបើសិនជាសកម្មភាពកើតក្នុងអតីតកាលវាអាចចប់សពគ្រប់យើងអាចប្រើ present perfect ធម្មតាមកពេលខ្លះសកម្មភាពនោះវាកើតក្នុងអតីតតដល់បច្ចុប្បន្នហើយវាបន្តក៏គេនៅតែប្រើ present perfect ធម្មតាដែរណាបងប្អូនទៅចាំកន្លែងហ្នឹងអញ្ចឹងពីរហ្នឹង present perfect ហើយនិង perfect continuous ហ្នឹងគឺគេអាចប្រើជំនួសគ្នាបានប៉ុន្តែអ្វីដែលសំខាន់គឺ present perfect continuous ហ្នឹងគឺគេសំដៅទៅលើសកម្មភាពដែលកើតតែលក្ខណៈថាវែងគេហៅថា long action សកម្មភាពវែងទៅគេប្រើវាណាបងប្អូនគេប្រើវាជាមួយនឹង action verbs កិច្ចសព្ទទាំងឡាយណាដែលជាកិច្ចសព្ទសកម្មហើយបើ present perfect ធម្មតាប្រើជាមួយនឹងកិច្ចសព្ទសកម្មក៏បានអសកម្មក៏បានដែរអូខេអញ្ចឹងបងប្អូនមេរៀននេះប៉ុណ្ណឹងដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅមេរៀនក្រោយបាយបាយ